សួស្តីអ្នកទាំងអស់គ្នាពីខ្ញុំណារិនហើយឥឡូវគឺម៉ោង 4:21 នាទីខ្ញុំនឹងចាប់ផ្ដើមដោះស្រាយលំហាត់ដោះស្រាយសំណួរហើយក៏ខ្ញុំអត់បាននិយាយច្រើនទេដោយសារតែខ្ញុំត្រូវធ្វើតែម្ដងអញ្ចឹងយើងចូលរួមទស្សនាទាំងអស់គ្នា Let's go 사람이나 사람의 움직임을 나타내는 말 사람이나 사물의 성질이나 상태를 나타내는 말 상황에 따라 낱말 모양이 바꾸는데 이름 대표는 말은 기분형이라고 한다. 기분형은 낱말에 바꾸지 않는 부분 타를 붙는다. 기본형 낱말에 바꾸지 않는 부분 타를ដល់ម៉ោងដែលត្រូវរៀបចំកាអាទៅធ្វើការហើយពេលព្រឹកហើយនៅពេលព្រឹកគឺខ្ញុំមុនពេលទៅធ្វើការហ្នឹងគឺខ្ញុំរៀបអីបានលក្ខណៈស្រាលហើយណាមួយខ្ញុំក៏ជាមិនមែនជាអ្នកចេះធ្វើខ្លួនច្រើនអញ្ចឹងហើយភាគច្រើននេះគឺនៅពេលព្រឹកគ្រាន់តែរៀប skin lotion ហើយនឹង sun cream ទេអ្នកទាំងអស់គ្នាហើយឥឡូវនេះគឺខ្ញុំបានចាក់sunscreen វាច្រើនពេកទៅមុខខ្ញុំឡើងសដូចខ្មៅអញ្ចឹងបន្ទាប់មកគ្រាន់តែលាបក្រែមអីតិចតួចអីចឹងទៅបន្ទាប់មកក៏ដោយសារតែនេះវាឃើញសនៅលើចាំច្រើនពេកក៏ហ៊ានលាបពណ៌ច្រើនពេកទៅបន្ទាប់មកគឺធ្វើសក់ធម្មតាទេដើម្បីទៅធ្វើការបន្ទាប់មកក៏មកមើលកូនស្រីមួយនឹងទៅនេះសំណប់ចិត្តខ្ញុំគេអត់ទាន់ងើបទេម៉ាក់វិញងើបតាំងពីម៉ោង 5កូនអត់ទាន់ងើបទេ
តើមកតលងខែនេះគឺតលងឆ្ងាញ់មែនតើអ្នកទាំងអស់គ្នា គេមានតលង អ្នកទាំងអស់គ្នា គេ អាច ដូច ទិញសាកល្បងមើលបានណា គឺនៅកូរ៉េមានច្រើនប្រភេទមែនទែនមានតលងគេហៅថាតលងទឹកឃ្មុំក៏ដូចជាតលងផ្លែផាំណាគឺឆ្ងាញ់មែនទែនអ្នកទាំងអស់គ្នាអាចសាកល្បងមើលបានបន្តមកទៀតគឺថ្ងៃនេះត្រូវជិះតាក់ស៊ីទៅដោយសារថាគូស្នេហ៍របស់ខ្ញុំគាត់ទៅធ្វើការនៅតំបន់ផ្សេងអញ្ចឹងបាយបាយ